Ok raគ្នាចូលជាមួយខ្ញុំម្ដងទៀតហើយខ្ញុំបាទ GC Bot ដែលថ្ងៃនេះខ្ញុំទៅមកលេងMinecraft ទៀតហើយខ្ញុំលេងទៅលើ Master Peaceful ដោយថ្ងៃនេះគឺជា episode ទី4នៅក្នុងការលេងនេះដោយខ្ញុំខានចេញវីដេអូយូរខ្លាំងមែនទែនព្រោះជាប់របល់ប្រឡងហើយ episode មុនគឺខ្ញុំបានងាប់ហើយបាត់ PH អស់មួយ PH មិនអស់មួយទៀតចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូរបស់យើងអស់គ្នាហើយអ្នកទាំងអស់គ្នាចាំកន្លែងនេះអត់កន្លែង spawner skeleton ណាពេលនេះខ្ញុំបាន set home ហើយថ្ងៃនេះខ្ញុំនឹងបរៀនគ្នាយើងធ្វើ spawner skeleton ណាឲ្យបាន level ច្រើនកន្លែងនេះខ្ញុំដាក់គុណ2ហើយវាបានលឿនហើយខ្ញុំជីកពីជើងខំមុនដល់ជីកហើយចាំយើងជីកខាងហើយចាំបិទ block តាមហើយឥឡូវដល់ម៉ោងយើងបិទ block យើងទៅការបិទ block ហើយសូមតោះគ្នាយើងខ្លាំងមែនទែនពីសលេងគុណភាពវីដេអូវាអត់បានច្បាស់ហើយសូមតោះខ្លាំងមែនទែនសលេងពីខាងក្រៅហើយតែខ្ញុំមានជាងមកធ្វើជាងសាកដែកមកធ្វើហើយ sorry ខ្លាំងមែនទែនលឺសលេងខាងក្រៅសង្ឃឹមថាគ្នាយើងនឹងយល់ឥឡូវយើងជីកអាខោមកហើយយើងជីកហើយយើងនឹងវាយពួក skeleton ឲ្យងាប់ព្រោះខ្ញុំខ្ជិលទៅផ្ទះយកធាត់យកមកដាក់ឥឡូវយើងធ្វើការដល់ម៉ោងដាក់ទឹកហើយយើងដងទឹកមួយថុងដាក់មកហើយពេលដែលខ្ញុំដងទឹកដាក់ហ្នឹងគ្នាយើងអាចជួយទៅចុច like វីដេអូរបស់ខ្ញុំមួយសម្រាប់អ្នកមកថ្មីអាចចូលទៅចុច subscribe ឲ្យខ្ញុំមួយមកព្រោះខ្ញុំចំណាយពេលវីដេអូធ្វើវីដេអូហ្នឹង2 ទៅ 3 ម៉ោងតែគ្នាយើងចំណាយពេលចុច like ខ្ញុំតែ2 ទៅ 3 វិទេចឹងបើសិនជាអ្នកគ្នា like ហើយគឺខ្ញុំសូមអរគុណខ្លាំងមែនទែនសម្រាប់ការគ្រប់គ្រងខ្ញុំកន្លងមកអរគុណខ្លាំងមែនទែនអរគុណទាំងអ្នកមកថ្មីអរគុណទាំងអ្នកចាស់គឺអរគុណទាំងអស់ឥឡូវយើងធ្វើការដាក់ទឹកឲ្យគ្រប់កន្លែងមកព្រោះអាហ្នឹងមានរបៀបធ្វើ2របៀបដាក់ខ្ញុំធ្វើរបៀបទី2ហើយរបៀបទី2ហ្នឹងខ្ញុំគិតចេញខ្លួនឯងខ្ញុំធ្វើខ្លួនឯងទេគឺខ្ញុំអត់បានមើលតាមគេទេឥឡូវយើងដាក់មួយថុងទៀតគឺពេញហើយឥឡូវយើងធ្វើការដាក់មកឥឡូវយើងធ្វើការជីកម្ដងកន្លែងហ្នឹងគឺគ្នាយើងគួរតែជីក3 block ជីក3 block ទៅខាងលើដើម្បីកុំឲ្យ skeleton វាទៅក្បាលឥឡូវយើងធ្វើការបិទ block មកហើយបិទកន្លែងនេះដូចគ្នាហើយគ្នាយើងបិទតាមខ្ញុំមករៀបតាមខ្ញុំឲ្យជីកមក block កន្លែងនេះជីកមកហើយវាយ skeleton ហ្នឹងឲ្យងាប់អស់ចាំជីកទៀតវាយឲ្យងាប់មកពណ៌ហ្នឹងញ៉ៃឥឡូវយើងទៅការជីកមកដាក់ទឹកវាស់ស្ទង់ទឹកថាយើងគួរដាក់ធំណាឥឡូវយើងវាស់ហើយយើងទៅការដាក់ soul set មកហើយគ្នាយើងក៏ឆ្ងល់ថាខ្ញុំដាក់ soul set ដើម្បីអីគ្នាយើងមើលទៅដឹងហើយយើងជីកទៅលើ5 6 block ទៀតដើម្បីដាក់នេះមកឥឡូវយើងទៅការជីកទៅលើ5 6 block ទៀតមកហើយចាំយើងជីកទៅខាងជីកទៅខាងមកដើម្បីវាមាន space ធំស្រួលយ៉ាងណាឥឡូវយើងទៅការជីកចុះខោមវិញដើម្បីដាក់ទឹកឲ្យគ្នាយើងប្រកាសជាដឹងហើយអ្នកលេង Minecraft មិនអ្នកតដឹងទេគឺយើងដាក់ទឹកចឹងទៅពេលយើងដាក់ទឹកទៅវានឹងដាក់ស្លាយនេះទៅគឺវានឹងហោះពពុះហោះឡើងលើហើយឥឡូវយើងទៅការដាក់មកវាយ៉ាងក្លិចចឹងណាព្រោះវាអត់ស្មូតដូចកុំព្យូទ័រទេនេះហើយខ្ញុំលេងលើទូរស័ព្ទហ្នឹងឥឡូវយើងទៅការវាយចោលវិញមកនេះឃើញអត់អ្នកតដឹងទេគឺអាចមើលតាមហ្នឹងទៅគឺពេលដែលយើងដាក់ soul set នៅខំហើយយើងដាក់ហ្នឹងទៅវាហោះឡើងលើដល់ហើយគ្នាដាក់តាមខ្ញុំមកធ្វើតាមខ្ញុំមកឥឡូវយើងទៅការកាប់ block នេះចោលវិញមកហើយបើសិនជាយើងដាក់ទឹកឥឡូវយើងមកដល់លើវិញយើងដាក់ទឹកមកហើយយើងបិទ space វាឲ្យធំតិចមកឥឡូវយើងធ្វើការកាប់អានឹងចេញមកគឺហើយឯងសម្រាប់ farm level របស់យើងក៏កាប់អានឹងចេញមកហើយអ្នកគ្នាមើលមកព្រោះនេះយើងដាក់ខាំងកុំឲ្យ skeleton វាហូរចូលឥឡូវគឺវា work ហើយវា work 100%យើងត្រូវការចេញក្រៅសិនដើម្បីមើលឥឡូវអានឹងគឺយើង ready 100%ហើយយើងជីកឲ្យបាន space ធំតិចហើយយើង set home នៅកន្លែងហ្នឹងមកវាស្រួលឥឡូវយើងទៅការជីកអានេះចេញមកហើយយើងអង្គុយថាAFKទៅគឺបានហើយកន្លែងនេះខ្ញុំបានខ្ចីដាវគ្នាខ្ញុំមួយខ្ចីដាវនៅត្រៃមិនខ្ញុំខ្ចីដាវហ្នឹងក្នុងគោលបំណងយកទៅកាប់ AFK ហើយយើងយកទៅកាប់អាកន្លែង
spawner skeleton របស់យើងមិញហ្នឹងនេះបើសិនគ្នាអត់តន់ចេះទេត្រាតទាំងទេនេះយើងមើលវីដេអូខ្ញុំបានគឺបានចំណេះដឹងច្រើនតែដូចខ្ញុំនិយាយហ្នឹងឥឡូវយើងបានហើយយើងទៅការទៅអង្គុយ AFK យើងជីកមកយើងជីកកន្លែងហ្នឹងដើម្បីទៅមើលខ្លាចវាអត់ spawn ណាព្រោះអាហ្នឹងគឺដឹងតែ work 100% តែខ្លាចតែវាអត់ spawn ព្រោះវាអាចមានពលឺអីណាខ្លាចតែវាអត់ spawn ឥឡូវយើងជីកទៅមើលមកអ្នកគ្នាគាត់ថាអង្គុយ AFK ទៅចាំមើលខ្ញុំ AFK មើលហើយយើងអង្គុយមកណាអាកន្លែងហ្នឹងខ្ញុំដាក់គុណនឹង100ឲ្យវាលឿនណាហើយតើឥឡូវយើងទៅកាប់មកចង់ដឹងថាវាបានច្រើនប៉ុណ្ណាដល់អូមកច្រើនណាស់ចាកាប់មកយើងកាប់ហើយចាំយើង AFK បន្តទៀតនេះឥឡូវយើងទៅ AFK ទៀតមកហើយព្រោះមិញហ្នឹងគឺខ្ញុំដាក់ AFK ឲ្យលឿនណាចឹងមើលតាមហ្នឹងទៅវាវល់ដែរខ្ញុំវាក់តែពេលខ្លះឥឡូវយើងកាប់ហើយចាំយើងយកឆ្អឹងនេះយកទៅលក់ឥឡូវយើងទៅការ AFK បន្តទៀតយើងបានឆ្អឹងរៀងច្រើនហើយព្រោះយើងទៅ AFK បន្តទៀតមកចាំមើលខ្ញុំអង្គុយ AFK ខ្ញុំដាក់គុណនឹង100កន្លែងហ្នឹងអ្នកគ្នាយើងឃើញដាក់គុណនឹង100តាមមួយផ្លែតហើយឥឡូវហ្នឹងខ្ញុំទៅការកាប់មកតែឥឡូវយើងទៅការបានឆ្អឹងច្រើនខ្លាំងតែយើងទៅការទៅផ្ទះបើអ្នកគ្នាអត់ទាន់ចេះពីរបៀបលក់ទេអ្នកគ្នាកាន់របស់ដែលគ្នាចង់លក់នឹងមកហើយអ្នកកាន់ដូចខ្ញុំមកហើយដល់ហើយសេតាមខ្ញុំមក /ah sell ហើយដាក់តម្លៃមកតម្លៃគ្នាចង់លក់បានបើខ្ញុំ mistake ហ្នឹងលក់ 5000 ហើយពេលដែលមានគេទិញគឺគេវានឹងលោតលុយចូលមកយើងអូតូហើយសម្រាប់អាហ្នឹងគឺយើងលក់បានតែ3របស់ទេហើយឥឡូវយើងលក់ទៀតមកអ្នក /ah sell 5000ដាក់មកដាក់តាមខ្ញុំមកវាអត់ខុសទេ5000ដល់500ខាតងាប់ដាក់ទៀតមកនេះពេលដាក់លើសពី3ពេលដាក់លើសពី3នេះចាំមើលខ្ញុំដាក់លើសពី3ហើយខ្ញុំដាក់3ហើយឥឡូវ /ah sell យើងដាក់លើសពី3ចង់ដឹងវាកើតអត់ព្រោះធម្មតាវាកើតទេមើលនេះអត់កើតទេអត់កើតទេលក់តែបាន3អាទិត្យទេហើយឥឡូវខ្ញុំទៅកែកន្លែងនេះបន្តិចសិនឲ្យវាយើងគ្រាន់មើលយ៉ាងមុនឥឡូវមើលតាមខ្ញុំមុនណាមើលមកដាក់ឆេះនៅកន្លែងនេះហើយយើងទៅការដាក់ hopper នៅចិត្តឆេះហ្នឹងនេះយើងចាំមើលតាមខ្ញុំនេះការស្រ័យស្រង់មកបិទទឹកសិនយើងដាក់មកនេះដាក់នៅឲ្យចំឆេះហ្នឹងទៅវាលោតចូលក្នុងនេះតែឥឡូវទៅការបិទនេះវិញមកបំណោះឲ្យយើងជីកថ្មហ្នឹងមកអូខេគឺ work 100% ហើយអញ្ចឹង farm ហ្នឹងគឺយើងហើយ 100% ហើយគឺលុយកប់សេរីយ៉ូហើយចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណគ្នាយើងសម្រាប់ការមើលវីដេអូ part 4 របស់ខ្ញុំនេះហើយខ្ញុំនឹងចេញវីដេអូ part 5ឆាប់នេះព្រោះខ្ញុំមានពេលច្រើនណាស់ចឹងសូមអរគុណគ្នាយើងដែលបានមើលវីដេអូនេះពីដើមរហូតដល់ចប់តែជួយគ្នាយើង